សូមអនុញ្ញាតគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យកសិកម្មទាំងអស់បាទថ្ងៃនេះខ្ញុំចេញវីដេអូនេះគឺអត់មានអឺអីច្រើនទេគឺចង់ប្រាប់ពុកម៉ែបងប្អូនថានៅរដូវនេះគឺជារដូវដែលកង្កែបវាចាប់ផ្ដើមពងអញ្ចឹងអឺយើងអាចយកវាមកបង្កាត់បានប៉ុន្តែលក្ខណៈមេពូជគឺបងប្អូនដឹងហើយគឺរយៈពេល1ឆ្នាំឡើងចំពោះមេពូជណាអញ្ចឹងអានេះជាលទ្ធផលដែលខ្ញុំសាករយៈពេលជិត1ខែនេះបានប៉ុណ្ណេះអានេះខ្ញុំដាក់5គូដែលសាកមើលដល់ពេលសាកមើលទៅវាបានចេញលទ្ធផលបានប៉ុណ្ណេះដែរនេះជាលើកដំបូងណាលើកដំបូងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនឬក៏បងជីបចំកែបតន់ចាអញ្ចឹងវីដេអូក្រោយនេះគឺខ្ញុំចេញពីរបៀបបង្កាត់អញ្ចឹងរបៀបបង្កាត់មានអីពិបាកគឺងាយស្រួលផុតហើយព្រោះអ្នកអត់ចេះក៏បង្កាត់បានដែរប៉ុន្តែអ្វីដែលសំខាន់គឺការតាមពីចាប់ដើមញាស់រហូតដល់អឺចេញជារូបរាងប៉ុណ្ណេះនេះ27ថ្ងៃហើយ27ថ្ងៃនេះហើយនេះខ្ញុំទៅលាងអាងមិញតាមពិត2ថ្ងៃមុនក៏ខ្ញុំលាងដែរប៉ុន្តែបានថតទេថ្ងៃនេះលាងឲ្យថតក្រោយទៅនេះលទ្ធផលមិនច្រើនទេក្នុងអាងនេះតែជាអត់បាន500ទេហើយនេះគឺអាងដែលកូនក្អុកតែអាងនេះវាអត់ល្អបង្កាត់ក្រោយល្អវាពេល20ថ្ងៃជាងដែរតែវាអត់ឃើញដោះជើងមុខវានៅរឿងយឺតការបង្កាត់ក្រោយកម្ដៅថ្ងៃវាអត់មានគ្រប់គ្រាន់តែលើកនេះមានកម្ដៅថ្ងៃគ្រប់គ្រាន់ជាដាច់ខែនេះគឺខ្ញុំបង្កាត់10គូទៀតហើយអញ្ចឹងបើសិនជាបងប្អូនចង់អាចសាកល្បងបង្កាត់បានវាអត់អីពិបាកទេសំខាន់លើបច្ចេកទេសថែរក្សាទេបើថាបានខែនេះវាខែដែលវាត្រូវទម្លាក់ពងហើយយើងត្រូវចេះពីរបៀបថែទាំនិងការឲ្យចំណីធ្វើម៉េចជាពិសេសទឹកគេថាទឹកដងបង្កើតអត់កើតទេវាអត់ញាស់ឬក៏កូនមកអត់ល្អប៉ុន្តែចំពោះខ្ញុំថាដូចជាអីទេព្រោះទឹកដងខ្ញុំនេះវាអត់សូវមានកបោជាតិកបោតែបើសិនជាបងប្អូនមានទឹកដងសាកបង្កាត់ទឹកដងក៏បានដែរប៉ុន្តែទឹកដងនោះគឺប្រកាសថាជាតិកបោតិចអញ្ចឹងវាអាចបង្កាត់បានហើយបើសិនជាបងប្អូនមានទឹកស្រះកាន់តែល្អងាយស្រួលបង្កាត់អញ្ចឹងខ្ញុំអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេគឺណែនាំបងប្អូនសាកល្បងវាអត់មានត្រូវការចំណាយអីច្រើនទេបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយជម្រាបលា